ជំរាបសួរអូនពូមីងនេះអូនឈីងអូនបានអាយុ3ខែកន្លះហើយថ្ងៃនេះគឺម៉ាក់យកអូនមករកដើម្បីមកឆែកសុខភាពផងនិងចាក់វ៉ាក់សាំងឲ្យអូនផងហើយថ្ងៃនេះដែរគឺអូនត្រូវទទួលវ៉ាក់សាំងពីរមេចុលនៅផ្លូវសងខាងណាដូចកាលពីអូនអាយុ2ខែកន្លះដែរគ្រាន់តែថាលើកនេះគឺអូនមិនមានបន្តរាកទៀតទេពីព្រោះអូនទទួលគ្រប់ដូសរួចហើយកាលអូននៅអាយុ1ខែកន្លះនិង2ខែកន្លះឥឡូវសុំថ្លឹងគីឡូវាស់ប្រវែងវាស់កម្ដៅនិងទំហំក្បាលអូនឈីងមួយសិនហើយការវាស់ថ្លឹងនេះដែរម៉ាក់គឺចង់បញ្ជាក់ប្រាប់ម៉ាក់ថាគឺវាសំខាន់ខ្លាំងសម្រាប់គ្រូពេទ្យកុមារយើងដើម្បីវាតម្លៃការលូតលាស់របស់អូនលើកនេះដែរគឺអូនឈីងត្រូវជួបជាមួយលោកគ្រូបញ្ញាឯកទេសកុមារនិងទីរក់នៅរស់របស់យើងហ្នឹងម៉ាក់ហើយនៅសាខាសែនសុខនៅពេលដែលអូនចូលជួបលោកគ្រូគឺលោកគ្រូនៅតែសួរនាំម៉ាក់ច្រើនដដែលជុំវិញការបើការជួសការកេងការលេងនិងការមើលថែទាំអូនណាខណៈដែលពេលលោកគ្រូកំពុងតែពិនិត្យខ្សែកោងលូតលាស់របស់អូនណាដើម្បីវាតម្លៃថាតើគីឡូរបស់អូនកម្ពស់របស់អូនអីហ្នឹងលូតលាស់តាមស្តង់ដារកុមារដែរទេលោកគ្រូក៏សង្កេតឃើញថាអូនឈីងរយៈពេល1ខែកន្លងមកនេះគឺអូនឡើងគីឡូត្រឹមតែ6ខាំប៉ុណ្ណោះព្រោះអីខែមុនគឺអូនឡើងជិតដល់1គីឡូអីម៉ាក់របស់អូនឈីងបានបញ្ជាក់ទៅលោកគ្រូវិញថាពេលដែលអូនចូលដល់អាយុ3ខែនេះគឺអូនបើបានតិចមែនតែននិយាយទៅគឺដាក់ហើយអត់ចង់បើទេលោកគ្រូក៏បានសួរនាំមកបន្ថែមទៀតថាអូននៅផ្ទះមានរាគរូសអីអត់មានក្អួតឬក៏មានឈឺអីដែរទេពីព្រោះវាជាមុខសញ្ញាដែលធ្វើឲ្យប៉ះពាល់ដល់ការបើរបស់អូនដែរអញ្ចឹងណាម៉ាក់របស់អូនក៏បានតបទៅលោកគ្រូវិញថាអូនអត់មានឈឺពោះចុករាគអីទេនិយាយរួមទៅគឺសុខភាពអូនល្អធម្មតាទេហើយម៉ាក់ក៏ពិបាកចិត្តដូចគ្នាតែលោកគ្រូរបស់យើងក៏បានលើកទឹកចិត្តទៅម៉ាក់អូនដូចគ្នាថាទោះបីជាអូនឡើងគីឡូអត់បានច្រើនដូចខែមុនក៏ដោយគ្រាន់តែថាគីឡូរបស់អូនគឺស្ថិតនៅរង្វង់សុវត្ថិភាពនៅឡើយទេគ្រាន់តែបន្ថែមបរិមាណនិងបន្ថយចំនួនដងចំនួនវិញពីព្រោះថាបើអត់ឡើងគីឡូយូរទៅវាអាចប៉ះពាល់ដល់អូនដូចគ្នាណាម៉ាក់សួរនាំម៉ាក់រួចរាល់លោកគ្រូក៏ចាប់ផ្ដើមលើកអូនយកមកពិនិត្យរាងកាយមកទួលខ្លួនវិញម្ដងពិនិត្យដេញចាប់ពីក្បាលដល់ចុងជើងហ្មងជាដំបូងលោកគ្រូពិនិត្យមើលបង្ហើយរបស់អូនដេញមកដល់ភ្នែកថាភ្នែកថ្លាស្អាតធម្មតាដែរអត់ឬមានបញ្ហាឡើងបាយដេញចុះមកមើលដល់តិចម្ដងមានទឹកដក់សាម្លៀកតិចឬกระดาษតិចស្អាតធម្មតាដែរទេរួចដេញចុះមកដល់ត្រង់មាត់តែម្ដងមានឡើងជ្រាំងកណ្ដាតអីអត់បំពង់កអូនស្អាតដែរអត់ឬមានសញ្ញាសង្ស័យណាមួយដែលអាចធ្វើអូនញ៉ាំអត់បានដូចមុនអញ្ចឹងណាម៉ាក់រួចមកទៀតចូលដល់ផ្នែកកអូនរឹងនៅមានបញ្ហាជាប់កដែរទេចូលមកដល់ត្រង់សួតស្ដាប់សួតអូនស្រឡះល្អឬមានបញ្ហាអីដែរទេស្ទាបពោះរបស់អូនជ្រាយធម្មតាដែរឬអត់មានដុំឬក៏មានបញ្ហាផ្សេងណាមួយដែលបណ្ដាលអូនញ៉ាំអត់សូវបានណាម៉ាក់ដេញចុះមកដល់តាគៀអូនមានបញ្ហាផ្លាត់ដែរទេតែសរុបជារួមមកឃើញថាលទ្ធផលរបស់អូនជិះគឺល្អទាំងអស់មិនថាគីឡូនិងសុខភាពរាងកាយទូទៅទេគឺល្អហ្មងគ្រាន់តែថាអូនរៀងវាយកបន្តិចព្រោះអូនចិត្តគេងងាកមកខាងស្ដាំដូច្នេះលោកគ្រូក៏បានប្រាប់ម៉ាក់ឲ្យអាសាគេងអូនពីអៀងចុះឡើងឲ្យបានញឹកញាប់ចឹងណាម៉ាក់ចាប់សັບគ្រប់អស់ហើយគឺជាពេលដែលអូនយំផ្អើលពេនម្ដងហើយគឺដល់ពេលដែលអូនត្រូវចាក់វ៉ាក់សាំងនឹងឯងហើយថ្ងៃនេះគឺអូនត្រូវទទួលពីមជ្ឈលតែម្ដងដោយមជ្ឈលទី1ហ្នឹងគឺការពារអូនពីជំងឺលាកសួតនិងលាកស្រាមខួរក្បាលបង្កដោយភ្នែកមកកករីឯមជ្ឈលទី2វិញគឺការពារអូនពីជំងឺ6មុខតែម្ដងគឺជំងឺខាន់ស្លាក់តេតាណូសក្អកមាត់ស្វិតដៃជើងលាកស្រោមខួរនិងលាកសួតបង្កដោយហ៊ីបនិងជំងឺលាកថ្លើមបេអូនឈិងឆ្លាតតែគ្រាន់តែចាក់ភ្លាមបាត់យំផ្លែតហ្មងណានិយាយទៅកុមាររៃរឹងមាំតែប៉ុណ្្នឹងឯងអីអើយវីដេអូរបស់អូនឈិងគឺមានតែប៉ុណ្្នឹងទេហើយសូមអរគុណប៉ាម៉ាក់របស់អូនដែលអនុញ្ញាតឲ្យនាងខ្ញុំថតជាវីដេអូដើម្បីចែករំលែកសម្រាប់ម៉ាម៉ាក់ដែលមានបំណងចង់នាំអូនមកឆែកសុខភាពចាក់វ៉ាក់សាំងអន្តរជាតិតាមដានការលូតលាស់របស់កូនអត់ឡើងគីឡូកូនអាឡែហ្ស៊ីទៅដល់កូនឈឺឬក៏កូនមានបញ្ហាសុខភាពផ្សេងម៉ាម៉ាក់អាចនៅដតើកុមារបានឬក៏សាកសួរព័ត៌មានតាមរយៈលេខទូរស័ព្ទដែលមាននៅក្នុងខមមិនក្រោមវីដេអូនេះកន្លែងនេះសូមបញ្ជាក់ម៉ាម៉ាក់បន្តិចណាថារស់យើងក៏មានព្យាបាលកុមារឈឺនិងទទួលអូនគេងពេទ្យផងដែររស់មាន2សាខាគឺសាខាចំការម៉ូតជាតិរង្វង់មូលផ្សារដើមថ្កូវបើក24ម៉ោងលើ24ម៉ោងនិងសាខាសែនសុខនៅក្នុងផ្សារទំនើបអ៊ីអន2ចំតដីបើកពីម៉ោង8ព្រឹកដល់ម៉ោង7យប់ជួបគ្នាវីដេអូក្រោយអរគុណ